បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយខ្ញុំទៀតហើយបងសង្ហាបងលហងភ្លេចប្តីបាទថ្ងៃនេះខ្ញុំធ្វើមុខម្ហូបមួយមុខទៀតដើម្បីឲ្យអ្នកទាំងអស់គ្នាពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាទាំងអស់គ្នាបាទគឺប្រភេទភ្លាកំពឹសត្រយងជែកបាទអ្នកទាំងអស់គ្នាមកទស្សនាវិធីធ្វើរបស់ខ្ញុំទាំងអស់គ្នាបាទវិធីបែបនេះងាយបងប្អូនអាចធ្វើយកញ៉ាំនៅផ្ទះបានដូចគ្នាធ្វើនៅផ្ទះញ៉ាំចែកបងប្អូនញ៉ាំចែកគ្រួសារញ៉ាំបានដូចគ្នាបាទនេះគឺជាកំពឹសរបស់ខ្ញុំបានលាងសូដាទឹកអីស្អាតហើយខ្ញុំមកលាងជំរះទឹកម្ដងទៀតដើម្បីឲ្យវាកាត់ភាពរំអិលបាទភាពរំអិលពីជាប់ពីសូដាបាទអញ្ចឹងយើងសម្រោះកំពឹសបន្តិចមកបាទអូខេឥឡូវនេះគឺជាបន្លែភ្លារបស់ខ្ញុំបាទខ្ញុំមានម្ទេសហាវ៉ៃ3ពណ៌ពណ៌លឿងពណ៌ខៀវនិងពណ៌ក្រហមបាទឥឡូវយើងហាន់ម្ទេសស្ដើងមកបាទហាន់ចំណិតស្ដើងចឹងមកបាទវិធីនេះងាយមែនទែនអ្នកទាំងអស់គ្នាអាចធ្វើទៅយកញ៉ាំនៅផ្ទះបានណាញ៉ាំជុំបងប្អូនបងប្អូនឬក៏ញ៉ាំជុំគ្រួសារលក្ខណៈតូចអីក៏ញ៉ាំបានដូចគ្នាងាយមែនទែនបាទបាទឥឡូវនេះខ្ទឹមចំណិតបាទឥឡូវនេះខ្ញុំមានខ្ទឹមក្រហមខ្ញុំហាន់ខ្ទឹមក្រហមចំណិតបន្ថែមទៀតបាទអានេះបានហើយខ្ទឹមក្រហមខ្ទឹមសចំណិតឥឡូវនេះគឺត្រយូងចេកបាទឥឡូវខ្ញុំហាន់ត្រយូងចេកយើងហាន់មកស្ដើងមកល្មមដែលយើងភ្លាមកបាទយងចេកនេះវារៀងអត់សូវស្អាតតិចហើយដោយសារយងចេកនឹងវារៀងសម្ពូនទុកច្រើនថ្ងៃដែរបាទប៉ុន្តែអត់អីតែយើងយកទៅលាងសម្រាប់ទឹកមកឲ្យវាជ្រុះអាផ្កាពណ៌ខ្មៅវាចេញមកសល់តែសាច់ស្រទាប់ត្រយងមកវាសស្អាតហើយបាទឥឡូវនេះខ្ញុំលាងទឹកស្អាតហើយបាទឥឡូវនេះចូលមកមើលគ្រឿងផ្សំរបស់ខ្ញុំដែលខ្ញុំនឹងផ្សំគ្រឿងទេសសម្រាប់ភ្លាបាទមានម្ទេសមានទឹកប្រហុកបាទនេះគឺជាស្ករបាទទៅតាមតំណងចំណូលចិត្តបងប្អូនអ្នកចូលចិត្តហូបបែបម៉េចណាអានេះប៊ីចេងបាទបន្តមកខ្ញុំដាក់ទឹកត្រីអានេះគឺជាទឹកក្រូចឆ្មាបាទនេះគឺជាទឹកប្រហុកបាទអានេះទឹកប្រហុកសម្រាប់ខ្ញុំគឺខ្ញុំមានលាយស្រេចប៉ុន្តែបងប្អូនខ្លះក៏អត់មានទឹកប្រហុកលាយស្រេចយើងអាចប្រើប្រហុកសាច់បន្តិចក៏បានដែរចុងស្លាបព្រាក៏បានដែរបាទហើយខ្ញុំដាក់ខ្ទឹមចំណិតចូលបាទនឹងខ្ទឹមក្រហមខ្ទឹមសនិងម្ទេសបាទហើយនឹងកំពឹសតោះមកយើងដាក់កំពឹសយើងញោមបន្តិចមកបាទចំពោះបងប្អូនខ្លះគាត់ចូលចិត្តប្រើស្លាបព្រាឬក៏វែកប៉ុន្តែខ្ញុំប្រើស្រោមដៃពាក់ស្រោមដៃហើយខ្ញុំចាប់បាច់បាទដើម្បីឲ្យវាសត់ជាតិហើយដើម្បីឲ្យពួកប្រភេទសាច់បន្លែនិងសាច់កំពឹសវាទន់សាច់ផងដែរបាទញោមចឹងមកបាទជាស្រ័យហើយមួយរយៈនេះផ្ដាសាយសំឡេងអត់សូវពីរោះទេបាទនេះខ្ញុំមានស្លឹកជីបាទមានជីពណ៌ត្រីជីក្រហមបាទហើយបន្តមកយើងរោយសណ្តែកដីបន្តិចមកបាទយើងដាក់ម៉ាញ់ម៉មយើងចូលចិត្តឥឡូវនេះភ្លាកំពឹសរបស់ខ្ញុំគឺបានរួចរាល់ហើយបាទខ្ញុំទៀតចំដាក់ចានហើយបាទអូខេបាទអូខេគេពណ៌ស្រស់ស្អាតមែនទែនអ្នកទាំងអស់គ្នាបាទវិធីនេះគឺងាយមែនទែនអ្នកទាំងអស់គ្នាអាចយកទៅធ្វើញ៉ាំនៅផ្ទះបានដូចគ្នាណាបាទសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ចូលចិត្តវីដេអូរបស់ខ្ញុំអាចចុចតាមដាន follow page របស់ខ្ញុំអ្នកមួយផងឬក៏ចុចតាមដាន channel YouTube របស់ខ្ញុំផងខ្ញុំនឹងធ្វើវីដេអូបន្ថែមទៀតដើម្បីអ្នកទាំងអស់គ្នាបានទស្សនា